năm chia bà prop nay sờ vàng này để mình lụa nâng liên kết pol nực nung slam xôm chụp được số bụng mại bong pol từ ở kia ngay đi nước khiêm xôm lực dầu từ cồn trái chỉ mùi nằm plai cối soi một vượt năm cho chân bong pol từ ở kia đặc biệt vừa dốc plai cối soi chấm nón pi plai bắt từ cồn trái này chấm nón một đập đai liên smart đặc sản hay bong pol dốc năm pi một này dốc từ đạn năm tắc chấm nón mình đi cả là rồi ngoại bạn là pram này ti tập dọc mà hộp ca hộp phong nam mình cầm nạp paraman tắc com mình cầm nạp pe để đai bong pol hợp pe na hộp pe nâng chó sau một ôm chia diêm hộp cho bị pram thay lang tay à cara bong pol để tháp prop này sờ vàng này để mình lụa nâng liên chiếc polo không tham nó chập đam ăn thu sắp đồng tịch hai sâu một con sâu chụp được lìa រឿងដ៏អស្ចារ្យនៃផ្លែព្រីងដែលគ្រប់គ្នាកម្របានដឹងបើយើងនិយាយអំពីផ្លែព្រីងឬក៏ដើមព្រីងដើមឡើយគ្រាន់តែជារុក្ខជាតិព្រៃប៉ុណ្ណោះក៏ប៉ុន្តែដោយសារតែវាគឺជារុក្ខជាតិដែលផ្ដល់មនុស្សនិងអាចផ្ដល់ផ្លែដែលអាចទទួលទានបានទៀតនោះវាក៏ត្រូវបានមនុស្សយកមកដាំនៅតាមផ្ទះក្នុងភូមិក្នុងស្រុកដែលអាចផ្ដល់ប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅរបស់ពួកគេក៏ប៉ុន្តែអ្វីដែលរឹតតែពិសេសនោះគឺផ្លែព្រីងមានគុណប្រយោជន៍ដ៏អស្ចារ្យដែលមិនសូវមានអ្នកដឹងនោះទេទី1គ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមផ្លែព្រីងមានកម្រិតបរិមាណកាឡូរីទាបបំផុតនិងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenol ដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់យើងក្រុមនៃសមាសធាតុទាំងនេះវាមានសមត្ថភាពរក្សាបាននៅកម្រិតជាតិស្ករក្នុងឈាមក្នុងកម្រិតតុល្យភាពជាពិសេសជាងនេះទៅទៀតនោះសារធាតុ polyphenol វាមានសមត្ថភាពការពារកោសិកាផលិតអាំងស៊ូលីនដែលមាននៅក្នុងនំពែងបានយ៉ាងល្អផងដែរទី2ធ្វើឲ្យប្រសើរឡើងនៅចរន្តឈាមផ្លែព្រីងគឺសម្បូរទៅដោយវីតាមីន C ជាតិដែក ម៉ាញ៉េស្យូម ប៉ូតាស្យូមក៏ដូចជាវីតាមីន A ជាដើមដែលពពួកវាទាំងអស់នេះមានសុខភាពពោះវៀនល្អជាងមុនជួយសម្រួលដល់ការបន្ទោបងលែងសូវឈឺច្រើនដូចមុនបានសាកធ្វើញោមហើយឬនៅបងពូនសម្រាប់ខ្ញុំគឺចូលចិត្តបំផុតមានក្លិនល្អស្រដៀងនឹងទឹកដូងខ្ចីសាប់បន្តិចតែទទួលយកបានវិធីធ្វើកាត់ផ្លែពោតបារាំង3ទៅ4ផ្លែខ្លីដាក់ទឹកកន្លះលីត្រក្នុងកំប៉ុងសៀកមួយទុកត្រឹមតែ4ម៉ោងងាកញ៉ាំបានហើយច្រោះយកកាក់ចេញក៏បានងាយស្រួលញ៉ាំមីកដាក់បន្ថែមទឹកកកបន្តិចក៏បានញ៉ាំដាក់ទឹកកកក៏បានថ្នាំស្ពឹកដៃនិងជើងឈឺខ្នងនិងចង្កេះក្រពះពោះវៀនពិបាកបិទជើងធំទូលាមកគេងមិនលក់ជាដើមវិធីប្រើយកស្លឹកអង្កាញ់ស្រស់មួយក្តាប់ដែលល្មមហើយស្នោជាមួយទឹក1លីត្រទៅដាំឲ្យពុះ15នាទីផឹកមួយកែវមុនពេលចូលគេងឬមួយអាចហូបមួយថ្ងៃ3ដងក៏បានដែរទឹកដែរនៅសអាចដាក់ទូទឹកក៏បានវាមានប្រសិទ្ធភាពគេងលក់ស្រួលកាត់បន្ថយភាពតានតឹងបំបត្តិការស្ពឹកដៃស្ពឹកជើងសូមជម្រាបសួរបងប្អូនយើងទាំងអស់គ្នាមានសំណួរបងប្អូនយើងជាច្រើនអ្នកដែលគាត់ចង់សួរពីវិធីដើម្បីព្យាបាលជំងឺអាស៊ីតរ៉ាំរ៉ៃឬក៏លេងជាតិពុលក្នុងថ្លើមបងប្អូនអាចមើលក្នុងវីដេអូនេះបានតែមានចំនួនជាអង្កាមធម្មជាតិមួយក្តាប់មកហើយយើងតែយកតែស្លឹកហើយយើងចាក់ទឹកក្តៅមួយកែវហើយទឹកឃ្មុំយើងដាក់មួយស្លាបព្រាឬកន្លះស្លាបព្រាហើយចំពោះកាក់ជីបងប្អូនយើងឆ្ងល់ចាក់ចោលឬក៏យ៉ាងម៉េចបើបងប្អូនចង់ចាក់ចោលក៏ចាក់ទៅតែបងប្អូនអាចទំពាឲ្យមាត់ហូបជាមួយទឹកនឹងទៅតែម្ដងក៏បានដែរមួយថ្ងៃយើងហូបចំនួន2ដងតាមព្យាបាលជំងឺបញ្ចុះអាស៊ីតហាមដៃហាមជើងហើយមួយទៀតសម្រាប់បងប្អូនដែលចង់លាងជាតិពុលក្នុងថ្លើមយើងហូបត្រឹមតែកន្លះខែបានហើយបងប្អូនហើយចំពោះជំងឺអាស៊ីតយើងត្រូវទាមទារពេលវេលាអ្នកដែលចូលចិត្តហូបប្រៃខ្លាំងជាពិសេសមានអារម្មណ៍ថាតម្រងនោមមិនសូវល្អនោមមករាងកោហាយក្តៅអញ្ចឹងកុំភ្លេចឧស្សាហ៍បរិភោគឪឡឹកទុំផងណាព្រោះឪឡឹកទុំជួយលាងតម្រងនោមនិងឈាមបានយ៉ាងពិសេស